នេះមានដឹងថាអរិយពេលជាច្រើនខែមកនេះប្រទេសកូរ៉េខាងត្បូងគឺកំពុងតែស៊ូទ្រាំនឹងសម្លេងរំខានយ៉ាងខ្លាំងពីការផ្សាយរបស់ប្រទេសកូរ៉េខាងជើងនៅតាមព្រំដែនដែលប្រទេសកូរ៉េខាងជើងគឺបានដាក់ឧបករណ៍បំពងសម្លេងយ៉ាងខ្លាំងនៅតាមព្រំដែនដែលវាបញ្ចេញសម្លេងគួរឲ្យខ្លាចស្ទើរតែរាល់ថ្ងៃការវិភាគដោយសម្លេងចម្លែកនេះត្រូវបានគេដឹងថាវាជាផ្នែកមួយនៃយុទ្ធនាការថ្មីរបស់គីមចុងអ៊ុនដើម្បីបង្កបញ្ហាទៅដល់ប្រជាជនដែលនៅជាប់ព្រំដែននិងជំរុញឲ្យពួកគេជួបវិបត្តិផ្លូវចិត្តអំពីសម្លេងរំខានទាំងអស់នេះហើយសម្លេងទាំងនេះរួមមានសម្លេងដូចជាឆ្កែលូឬក៏សម្លេងចចកស្រែកយំសម្លេងខ្មោចស្រែកនិងសម្លេងរំខានផ្សេងទៀតដែលវាបានលើកចេញពី speaker ដ៏ធំដែលពួកគេបានដាក់នៅលើភ្នំនៅតំបន់ដែលគ្មានយោធាឬក៏តំបន់ DMZ ដែលបំបែកប្រទេសកូរ៉េទាំងពីរការប្រើប្រាស់ឧបករណ៍បំពងសម្លេងដើម្បីរំខានទៅភាគីម្ខាងទៀតរវាងប្រទេសទាំងពីរនេះគឺវាបានកើតឡើងចាប់តាំងពីឆ្នាំ1963រហូតមកដល់ឆ្នាំ2018និងបានបញ្ឈប់ទៅវិញបន្ទាប់ពីការចរចារវាងមេដឹកនាំប្រទេសទាំងពីរនិយាយទៅប្រទេសកូរ៉េទាំងពីរនេះគឺពួកគេបានដាក់ឧបករណ៍បំពងសម្លេងរំខានគ្នាទៅមកឌឺគ្នាចុះឡើងអញ្ចឹងណាគឺកូរ៉េខាងជើងគឺបានដាក់ដើម្បីឃោសនាអួតពីប្រទេសគេអួតមកកាន់ប្រទេសកូរ៉េខាងត្បូងថាប្រទេសគេល្អដូចឋានសួគ៌អញ្ចឹងណាហើយប្រទេសកូរ៉េខាងត្បូងគឺបានចាក់ផ្សាយឃោសនាវិញនិងចាក់តន្ត្រី K-pop ដើម្បីឌឺដាក់កូរ៉េខាងជើងវិញអញ្ចឹងទៅដែលកំឡុងឆ្នាំ2024កន្លងមកនេះគឺភាគីទាំងសងខាងបានបង្ករឿងរំខាននិងធ្វើទុកបុកម្នេញចំពោះគ្នាទៅមកគឺនៅក្នុងខែមិថុនាបន្ទាប់ពីការផ្អាកអស់រយៈពេល6ឆ្នាំទីក្រុងសេអ៊ូលគឺបានបន្តការផ្សាយរបស់ខ្លួនឡើងវិញនៅតន្ត្រី K-pop ឆ្លងកាត់ព្រំដែនជាការសងសឹកចំពោះទីក្រុងព្យុងយ៉ាងដែលបានបញ្ជូនប៉េងប៉ោងដែលពោពេញទៅដោយសម្រាមមកកាន់ប្រទេសកូរ៉េខាងត្បូងហើយមិនយូរប៉ុន្មានក្រោយមកសម្លេងរំខានពីកូរ៉េខាងជើងដ៏គួរឲ្យភ័យខ្លាចគឺបានបន្លឺឡើងនៅជាប់តំបន់ព្រំដែនដែលវាបានឮឡើងចន្លោះពី10ទៅ24ម៉ោងនៅក្នុងមួយថ្ងៃហើយសម្លេងខ្លាំងបំផុតដែលត្រូវបានគេឮជាញឹកញាប់គឺចាប់ពីម៉ោង11រហូតដល់ពាក់កណ្ដាលយប់ក្នុងចំណោមអ្នកស្រុកចំនួន 8000 អ្នកជាងដែលស្ថិតនៅក្នុងភូមិដាំងសានដែលជាសហគមន៍តូចមួយនៅជិតតំបន់គ្មានយោធាឬក៏តំបន់ DMZ ហ្នឹងត្រូវបានទទួលរងនឹងការវាយប្រហារផ្នែកផ្លូវចិត្តអំពីសម្លេងរំខានទាំងអស់នោះពួកគេបានទទួលរងបញ្ហាផ្នែកសុខភាពទាក់ទងនឹងការគេងឲ្យបានគ្រប់គ្រាន់នៅពេលដែលឧបករណ៍បំពងសម្លេងរបស់កូរ៉េខាងជើងបានបន្លឺឡើងរំខានឆ្លងកាត់ព្រំដែនដែលឧបករណ៍បំពងសម្លេងនេះគឺស្ថិតនៅចម្ងាយ1700ម៉ែត្រពីភូមិដាំងសានរបស់អ្នកស្រុកកូរ៉េខាងត្បូងហើយការប៉ះពាល់នឹងកម្រិតសម្លេងដែលលើសពី60 decibel នេះគឺនៅពេលយប់វាបានបង្កើនហានិភ័យនៃការគេងមិនលក់របស់អ្នកស្រុកសម្លេងនេះគឺបានចាក់ផ្សាយពី10ទៅ24ម៉ោងជារៀងរាល់ថ្ងៃហើយអ្នកភូមិបាននិយាយថាការបញ្ចេញសម្លេងនេះគឺពួកគេអត់អាចទ្រាំទ្របាននោះទេពួកគេឆាប់ខឹងតានតឹងហើយងាយនឹងឈឺក្បាលនិងគេមិនលក់សូម្បីតែសត្វចិញ្ចឹមរបស់ពួកគេក៏ត្រូវរងគ្រោះផងដែររដ្ឋាភិបាលកូរ៉េខាងត្បូងគឺបានដំឡើងបង្អួចការពារសម្លេងនៅផ្ទះរបស់ពួកគេរាប់សិបកន្លែងដែលរងផលប៉ះពាល់និងបានផ្ដល់ឧបករណ៍ដោតត្រចៀកទៅដល់អ្នកស្រុកដែលនៅក្នុងតំបន់និយាយទៅសូម្បីតែខ្ញុំដែលជាអ្នកធ្វើការនៅក្បែរតំបន់នៅលឺសលេងហ្នឹងគឺនៅចម្ងាយតែ6គីឡូដីជាងឯងពីតំបន់ព្រំដែនដែលលឺសលេងចេញមកហ្នឹងក៏មានការរំខានដែរនៅពេលដែលខ្ញុំចេញទៅក្រៅផ្ទះម្ដងអញ្ចឹងណាចេញពីបន្ទប់ម្ដងគឺវាលឺខ្លាំងមែនទែនហើយសលេងទាំងអស់ហ្នឹងគឺលឺចាប់តាំងពីម៉ោង11យប់រហូតដល់យប់ជ្រៅមិនដឹងថាដល់ស្មានទេបានកូរ៉េខាងជើងបិទវិញអញ្ចឹងណានិយាយទៅកូរ៉េទាំងពីរគឺអត់ទាន់មានសន្តិភាពគ្រប់គ្រាន់ទេអ្នកនរគ្នាដោយសារតែរាល់ថ្ងៃហ្នឹងគឺពួកគេបានឌឺដងគ្នាចឡើងឬក៏គេហៅថាសង្គ្រាមបច្ចេកទេសអញ្ចឹងណាហើយគង់តែមានថ្ងៃណាមួយគឺនឹងមានការផ្ទុះអាវុធហើយដោយសារតែប្រទេសកូរ៉េទាំងពីរហ្នឹងអត់បានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាទេគ្រាន់តែជាការចុះហត្ថលេខានៅបទឈប់បាញ់អញ្ចឹងណាហើយអរគុណសម្រាប់ការទស្សនាវីដេអូនេះដល់ចប់ជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ